ខឹងប្រពន្ធរត់ចោលទៅវាបំផ្លាញរូបសំណាកលោកតាសូសង្ស័យព្រោះតែលោកតាមិនជួយបន្ទន់ចិត្តនាងឲ្យត្រឡប់មកវិញហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលដែលបុរសម្នាក់ដែលកំពុងតែខកចិត្តយ៉ាងខ្លាំងចំពោះរឿងភរិយាចាក់ចោលបានសម្រេចចិត្តប្រព្រឹត្តទង្វើមួយដែលនឹកស្មានមិនដល់គឺបានធ្វើសកម្មភាពវាបំផ្លាញរូបសំណាកដ៏ស័ក្តិសិទ្ធិលោកតាសូដែលគេជឿជាក់ថាជាកន្លែងដែលពួកគេមកសុំជំនួយក្នុងការសម្រេចបំណងផ្សេងៗទង្វើដែលកើតចេញពីការខកចិត្តនេះសង្ស័យថាបណ្ដាលមកពីបុរសនោះគិតថាលោកតាប្រហែលជាមិនបានជួយឲ្យភរិយារបស់ខ្លួនប្រែចិត្តត្រឡប់មកវិញហេតុការណ៍នេះបានកើតឡើងនៅភូមិពោមៀវឃុំគោគីធំស្រុកគៀនស្វាយខេត្តកណ្ដាលកាលពីវេលាម៉ោងប្រហែលជាង10យប់ថ្ងៃទី20ខែមេសាឆ្នាំ2025ជនសង្ស័យក្នុងករណីនេះត្រូវបានគេស្គាល់ឈ្មោះនួនភក្តីហៅម៉ៅភេទប្រុសអាយុ32ឆ្នាំជាអ្នករស់នៅក្នុងភូមិឃុំកើតហេតុបន្ទាប់ពីមានការប្តឹងផ្តល់ពីជនរងគ្រោះឈ្មោះស៊ុនបូរិនអាយុ66ឆ្នាំជាកសិកររស់នៅភូមិឃុំជាមួយគ្នានៅព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025កម្លាំងនគរបាលប៉ុស្តិ៍គោគីធំសហការជាមួយកម្លាំងនគរបាលយុទ្ធធរស្រុកបានចុះទៅស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យភ្លាមៗយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគៀនស្វាយបានឲ្យដឹងថានៅថ្ងៃទី21ខែមេសាឆ្នាំ2025មុនពេលកើតហេតុជនសង្ស័យបានដើរមកពីផឹកស្រាបៀរនៅកន្លែងរោងបុណ្យអ្នកជិតខាងដែលមានចម្ងាយប្រហែល150ម៉ែត្រពីផ្ទះខ្លួនពេលផឹកអស់ស្រាបៀរចំនួន3កំប៉ុងរួចជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញដោយសភាពស្រវឹងនិងខឹងចិត្តរឿងប្រពន្ធរត់ចោលបានយកកាំបិតតាំងតផ្លែដែកដងដែកចំនួន1ដើមដើរសំដៅទៅអាស្រមលោកតាសូដែលស្ថិតក្នុងភូមិឃុំកើតហេតុរួចធ្វើសកម្មភាពកាប់កំទេចរូបសំណាកលោកតាសូបណ្ដាលឲ្យបាក់បែកខូចខាតពេលធ្វើសកម្មភាពរួចជនសង្ស័យដើរទៅផ្ទះចូលសម្រាកធម្មតានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយរូបសំណាកលោកតាសូដោយសារតែខ្លួនស្រវឹងនិងតូចចិត្តនឹងរឿងប្រពន្ធរត់ចោលរបាយការណ៍ក៏បានបង្ហាញផងដែរថាជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេល4ឆ្នាំហើយលទ្ធផលពិនិត្យរកសារធាតុញៀនក៏បង្ហាញថាមានវិជ្ជមានផងដែរបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកគៀនស្វាយដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់កាលអពីផ្ទះល្វែងថេនងាត់ក្នុងតែខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61